ฮึมละเบือนปัจจุบันរបស់ឯងល្អណាស់បើប្រៀបធៀបទៅនឹងពេលដែលឯងប្រយុទ្ធជាមួយឆ្មាខ្ញុំប្រកាសថាធម្មពលរបស់ឯងនិងធម្មពលដែលតាក់ទងនឹងឯងច្បាស់ជាកំពុងអភិវឌ្ឍហើយខ្ញុំយល់ថាធម្មពលរបស់ខ្ញុំគឺជាល្បឿនប៉ុន្តែតើក៏ធម្មពលពាក់ព័ន្ធផ្សេងទៀតកំពុងអភិវឌ្ឍវាមានន័យថាម៉េចទៅមុននឹងកៃដេនក៏បាននិយាយដែរសមត្ថភាពក្នុងការធ្វើចលនាបានលឿនអាស្រ័យលើពេលវេលាប្រតិកម្មល្អអារម្មណ៍ស្ថានភាពរាងកាយនិងការមើលឃើញការពិតដែលឯងអាចធ្វើចលនាបានលឿនជាងមុនបែបនេះមានន័យថាសមត្ថភាពរួមរបស់ឯងបានអភិវឌ្ឍហើយមិនមែនតែឯងទេប៉ុន្តែអ្នកផ្សេងដែលមានអំណាចពិសេសត្រូវតែអភិវឌ្ឍខ្លួនឯងរួមជាមួយនឹងធម្មពលដែលពួកគេមានបាទយល់ហើយទៅខាងឆ្វេងបាទអូហូតើឯងអាចប្រើប្រាស់ធម្មពលល្បឿនលឿនបានប៉ុន្មាននាទីទៀតខ្ញុំទើបតែប្រើធម្មពលអស់មួយរយៈគួរតែនៅសល់ប្រហែល2នាទីទៀតបាទប្រសិនបើខ្ញុំប្រើវាតែរយៈពេលខ្លីខ្ញុំគិតថាខ្ញុំអាចប្រើវាច្រើនដងណាបាទហឹមតែ2នាទីនិយាយចឹងតើឆ្មានោះរត់ទៅផ្លូវណាទៅបាទរត់ទៅត្រង់រហូតទៅមិនបានជាកៃដេនដឹងអញ្ចឹងបាទយើងដឹងគឺដឹងហើយបើមិនខុសទេរឿងនេះប្រហែលជាពាក់ព័ន្ធនឹងអ្នកដាស់អំណាចពិសេសហើយខ្ញុំគិតថាឆ្មានោះកំពុងរត់ទៅរកអ្នកប្រើប្រាស់ធម្មពលម្នាក់ហើយហាក់មានន័យថាមានអ្នកដាស់អំណាចពិសេសមកដោយដែលកៃដេននិយាយមែនទេមែនហើយយើងគិតថាឯងគួរតែត្រៀមខ្លួនត្រៀមចិត្តឲ្យបានល្អឯងសក់យើងប្រកាសថាជាឯងព្រោះឯងបានឆ្លើយតបនឹងធម្មពលដែលយើងបានបញ្ចេញហើយដើរមករកយើងមានរឿងអ្វីកើតឡើងគំមើលទៅឯងខុសពីអ្វីដែលយើងគិតទៅទៀតពិតជាទន់ខ្សោយណាស់បើឯងស្ថិតក្នុងស្ថានភាពនេះពិតជាមិនអាចចេញពីត្រង់ពិសេសនោះបានឡើយឯងមើលឃើញយើងជាស្ទើរមែនទេឬក៏ស្នាមដែលខ្ញុំបានឆ្លាក់ក្នុងពេលពិសោធន៍វាខូចហើយក្រៅពីនេះកម្រិតធម្មពលរបស់ឯងរឹងមាំឡើងហើយតើមែនហើយពេលនេះឯងបានដាស់អំណាចពិសេសហើយកៃដេនវានៅត្រង់នោះបាទចាំតិចហាក់លាក់ខ្លួនសិនទៅហេតុអ្វីបានជាខេដិនឲ្យលាក់ខ្លួនឆ្មាដែលយើងកំពុងស្វែងរកគឺនៅទីនោះហើយណាបាទឯងមិនឃើញមនុស្សឈរនៅពីមុខឆ្មាទេបរិះចំណាស់នោះកៃដេនចង់មានន័យថាមែនហើយគេជាអ្នកមានធម្មពលគាត់ជាអ្នកដាស់អំណាចពិសេសឯងមិនអាចរត់លោតទៅរកមនុស្សដែលដាស់អំណាចពិសេសភ្លាមនោះទេគេត្រូវតែមានទំនាក់ទំនងអ្វីជាមួយឆ្មានោះហើយធម្មពលមុននេះនោះជាធម្មពលដែលប្រើដើម្បីកោះហៅឆ្មានោះមែនទេគួរឲ្យធូរចិត្តណាស់ដែលមនុស្សនោះមិនមែនជាអ្នកដែលតាមប្រមាញ់យើងវាមកតាមរកឆ្មាមែនទេហើយវាថែមទាំងបានបង្ហាញពីធម្មពលច្រើននោះទៀតផងត្រូវដល់ថ្នាក់អ្នកហើយក៏មិនទាន់ស្លាប់ទៀតបើត្រូវអញ្ជែកវិញឯងនៅត្រង់បានទេឆាប់ក្រោកឡើងមកខ្ញុំចិត្តឈួតហើយកម្រិតធម្មពលរបស់គេមិនមែនជារឿងលេងសើចទេគេបញ្ចេញធម្មពលដែលភ្ញាក់ឡើងយ៉ាងល្អឥតខ្ចោះដោយគ្រាន់តែធ្វើចលនាដៃបន្តិចប៉ុណ្ណោះតាមដែលខ្ញុំអាចមើលឃើញធម្មពលដែលគេប្រើលើឆ្មាគឺអំណាចពិសេសផ្លូវចិត្តមានធម្មពលត្រឹមនឹងឯងឬចលនានិងរចនាសម្ព័ន្ធឆ្អឹងរបស់ឯងល្អជាងឆ្មាធម្មតាប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ទេធម្មពលបានភ្ញាក់ឡើងហើយប៉ុន្តែក៏បានតែប៉ុណ្ណឹងអូមិនបានសន្លប់ទេខ្ញុំមិនដឹងថាស្ថានភាពយ៉ាងម៉េចទេប៉ុន្តែខ្ញុំនឹងជួយឆ្មានោះឲ្យបានបាទឆ្មាកាន់ខ្សោយជាងមុនដោយសារប្រយុទ្ធជាមួយខ្ញុំជប់គិតអ្វីឆ្កូតទៅបាទថាម៉េចយើងប្រាប់ឯងហើយថាគេជាអ្នកដែលដាស់អំណាចពិសេសនោះតើឯងគិតថាអាចប្រយុទ្ធជាមួយគេបានដូចប្រយុទ្ធជាមួយឆ្មាដែរឬទេខ្ញុំដឹងថាវាមិនដូចគ្នាទេទោះបីជាអ្នកដាស់អំណាចពិសេសក៏ដោយក៏មិនគួរធ្វើបែបនោះទេបាទនិយាយដូចមនុស្សងងខ្លៅអញ្ចឹងតើឯងគិតថាអាចធ្វើអ្វីបានបើឯងចូលទៅនោះតើឯងគិតថាគេនឹងគ្រាន់តែមើលយើងយកឆ្មាមកជាមួយទេចុះបើវាមានបំណងសម្រាប់ឯងវិញធ្វើម៉េចឯងគិតថាប្រយុទ្ធនឹងវាដោយប្រថុយជីវិតរបស់ឯងមែនឯងទើបតែដឹងថាគាត់ជាអ្នកដាស់អំណាចពិសេសប៉ុន្តែកំពុងគិតចង់ប្រយុទ្ធជាមួយអ្នកអតីតឯងមានទំនុកចិត្តព្រោះបានយកឈ្នះជាមួយឆ្មាបានប៉ុន្តែវាខុសគ្នាទាំងស្រុងបើឯងប្រយុទ្ធនឹងអ្នកដាស់អំណាចផ្សេងទៀតសូវជីវងវាមិនអាចទៅរួចទេសម្រាប់ឯងដែលអាចយកឈ្នះវាបានឥឡូវនេះឯងប្រហែលជាយល់ហើយការប្រយុទ្ធជាមួយអ្នកមានធម្មពលគឺមានគ្រោះថ្នាក់ណាស់អាចចឹងត្រូវប្រថុយជីវិតទៀតផងជីវូទើបតែដឹងថាខ្លួនជាអ្នកដាស់អំណាចពិសេសវាជារឿងឆ្កួតណាស់បើចង់ក្លាយជាស្ត្រូវជាមួយអ្នកមានធម្មពលផ្សេងទៀតល្អណាស់ឯងមិនអាចទន់ខ្សោយបែបនោះបានទេហើយអ្វីបានជាឯងមិនលោតចូលមកធ្វើបានតែគំរាមទេពិតជាគួរឲ្យខកចិត្តណាស់ទោះបីជាឯងព្យាយាមរត់គេចយ៉ាងណាក៏ដោយក៏មិនអាចគេចផុតបានដែរគួរឲ្យសោកស្ដាយដែលសមត្ថភាពរបស់ឯងទាបជាងអ្វីដែលយើងញោមរំពឹងទុកប៉ុន្តែវាជាការល្អដែលការពិសោធន៍របស់យើងទទួលបានជោគជ័យយើងគួរតែនាំឯងយកឡប់ទៅវិញវាពិតជាខុសខើណាស់ចំពោះឆ្មាកៃដេនខ្ញុំនឹងព្យាយាមជួយឆ្មានោះដោយធម្មពលរបស់ខ្ញុំបាទហាក់ឯងមិននឿដែរយើងនិយាយទេខ្ញុំគ្មានបំណងចង់ប្រយុទ្ធជាមួយគាត់ទេខ្ញុំគ្រាន់តែចង់ប្រើធម្មពលនេះដើម្បីជួយឆ្មានោះឯងអាចមានល្បឿនលឿនប៉ុន្តែវានៅជាអ្នកដាស់ធម្មពលអារម្មណ៍របស់វាខុសពីមនុស្សធម្មតាវាប្រហែលជាអាចដឹងពីល្បឿនរបស់ឯងណាខ្ញុំសូមទោសបាទដែលធ្វើអ្វីតាមចិត្តខ្លួនឯងទាំងដែលកៃដេនកំពុងបារម្ភខ្ញុំតើយើងនិយាយថាបារម្ភឯងពីពេលណា
ដូចដែល Kaden និយាយអញ្ចឹងធម្មពលរបស់ខ្ញុំគ្មានប្រសិទ្ធភាពនឹងគាត់ទេហើយខ្ញុំអាចនឹងរងរបួសប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែចង់ជួយឆ្មានោះបាទអាក្មេងល្ងងឲ្យឯងចង់ធ្វើអ្វីឲ្យប្រាកដវាដើរទៅជិតឆ្មានោះហើយជីវូឯងចង់បំបែកអារម្មណ៍វាឲ្យបញ្ឆោតលួចឆ្មាមែនទេបើធ្វើបែបនោះមែនធម្មពលដែលប្រើបាននឹងមានតិចហើយជីវូអាចនឹងមិនអាចរត់គេចខ្លួនបានហើមវាជានរណាសុកបានជាលេខមុខមកអ្នកណាក៏ដោយមិនបានមកហ៊ានគិតចង់លួចសត្វពិសោធន៍របស់យើងវាបាត់ទៅណាហើយទៅណាអញ្ចឹងមិននឹងនៅមុខយើងសោកឈួតមែននោះជាអ្នកប្រមាញ់ឬអត់ដឹងមិនគួរណាបញ្ចេញធម្មពលលើផ្ទៃធំទូលាយបែបនេះសោកមិននឹកស្មានថាពួកវានឹងរកយើងឃើញលឿនយ៉ាងនេះទេឆាប់រត់គេចមុននឹងពួកអ្នកប្រមាញ់ផ្សេងទៀតមកល្អជាងកៃដេនខ្ញុំធ្វើបានហើយបាទធ្វើឈួតអីអាក្មេងល្ងងនេះឥឡូវវាដឹងអត្តសញ្ញាណពិតរបស់ឯងហើយដឹងទេថាឥឡូវឯងកំពុងស្ថិតក្នុងគ្រោះថ្នាក់នោះហើយស្ដាប់យើងអត់នឹងទោះជាយ៉ាងណាក៏ដោយខ្ញុំមិនអាចទុកវាចោលដូចដើមបានទេបាទថាម៉េចខ្ញុំបានជួយសង្គ្រោះឆ្មានេះហើយប៉ុន្តែខ្ញុំមិនអាចលែងវាចោលបានទេបាទហាកុំមកធ្វើសាច់អីអាក្មេងនេះហាធ្វើអ្វីមិនគិតសោកខ្ញុំមិនគិតថាគេនឹងទទួលបានជោគជ័យនោះទេថែមទាំងគេបានបង្ហាញខ្លួននៅមុខវាដល់ថ្នាក់នឹងចលនារបស់យូវូលឿនជាងអ្វីដែលយើងគិតទៅទៀតកៃដេងវាស្ដាប់ទៅដូចចម្លែកណាស់បាទប៉ុន្តែពេលនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់បាទហើមសប្បាយចិត្តទៅបាទឥឡូវនេះខ្ញុំដឹងហើយថាធម្មពលដែលខ្ញុំលាក់បាំងនេះមិនមែនជាបញ្ហាទេបន្ទាប់ពីយករឿងនេះខ្ញុំបានប្រើវាឲ្យកើតប្រយោជន៍ដោយទំនុកចិត្តជាលើកដំបូងទើបមានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់រំខានណាស់ឯងមិនចាំបាច់សប្បាយចិត្តនឹងវាខ្លាំងពេកទេហាឯងជួយបិទមាត់តិចទៅឈួតមែនខ្ញុំត្រូវគេលួចគំរូដែលបានជោគជ័យពីការពិសោធន៍ទៅគំរូដែលមានន័យសម្រាប់ខ្ញុំវូអ៊ីនខ្ញុំគិតថាមានអ្នកប្រមាញ់កំពុងដេញតាមយើងគំរូដែលរត់គេចខ្លួនប្រហែលទទួលបានជោគជ័យហើយប៉ុន្តែអ្នកប្រមាញ់បែរជាលួចវាទៅយើងពិតជាគួរតែរត់ចេញពីទីនេះប៉ុន្តែយើងមិនអាចបន្សល់ទុកតម្រុយអំពីការពិសោធន៍ទាំងនោះបានទេយើងត្រូវធ្វើការពិសោធន៍ដោយប្រើប្រាស់ទិន្នន័យទាំងអស់នៅទីនេះហើយស្វែងរកគំរូនោះឲ្យឃើញផងចាប់ពីពេលនេះទៅត្រូវប្រុងប្រយ័ត្នគ្រប់សកម្មភាពប្រទេសបាទលោកគ្រូ